គេហ៊ានកាប់ថ្មចំណាំមកម្នាក់ហ្នឹងមានសមត្ថភាពប៉ុណ្ណាđâuខំធ្វើមិនដល់គាត់នៅប៉ុណ្ណឹង គាត់ប៉ុណ្ណឹងហើយជីវិតម្នាក់ហ្នឹងអត់ឡើង ការមើលងាយរបស់អ្នកតីឯងគិតថាវាមិនជាគាត់អសិនជាចង់ឈ្នះពីសន្តិមកម្នាក់ហ្នឹងធ្វើរឿងតែឲ្យម្នាក់ហ្នឹងឃើញថាអូខេជោគវាសនានៅជុំចិត្តរិស័យវិញខ្ញុំគឺនៅលើមាត់ឯង ពុំម៉ែដែលធ្លាប់ជួបអារម្មណ៍មួយដែលគេនិយាយមកកាន់ពុំម៉ែបែបនេះហ៎ និយាយថាម៉េច គេនិយាយថាម្នាក់ហ្នឹងគេហ៊ានកាប់ថ្មចំណាំមកម្នាក់ហ្នឹងមានសមត្ថភាពប៉ុណ្ណាđâuខំធ្វើមិនដល់ គាត់នៅប៉ុណ្ណឹង គាត់ប៉ុណ្ណឹងហើយជីវិតម្នាក់ហ្នឹងអត់ឡើងទេគេហ៊ានតែអញ្ចឹងមកហើយឯងអត់តែងយកពាក្យសម្ដីគេមកគិតទេប៉ុន្តែពេលដែលយើងខំតស៊ូយូរមកប្រឹងធ្វើរឿងកាន់តែច្រើនទៅស្រាប់តែជួបរឿងដូចគេនិយាយតែអត់បាត់គិតអញ្ចឹងទេតែអារម្មណ៍មួយហ្នឹងវាមកនិយាយប្រាប់ខ្លួនឯងទៅធ្វើឲ្យខ្លួនឯងបាក់ចិត្តទៅតែគាត់ដល់ស្រាប់ ខ្លួនឯងហោះកម្លាំងអញ្ចឹង អត់ធ្វើមិន ជាទូទៅមិនថាតើពុំឯងក៏ធ្លាប់ជួបដូចគ្នាហើយមនុស្សជាច្រើនក៏អាចនឹងធ្លាប់ជួបដូចគ្នាដែរប៉ុន្តែយើងតែចាំតែចេះយើងកុំយកពាក្យសម្ដីអ្នកដតីមកបង្បាក់ខ្លួនឯងប៉ុន្តែយើងត្រូវឆ្នៃពាក្យសម្ដីអ្នកដតីឲ្យក្លាយជាកតាលីកជំនួយទឹកចិត្តយើងវិញបើសិនជាគ្រាន់តែពាក្យសម្ដីអ្នកដតីនិយាយបែបហ្នឹងហើយយើងបាក់ទឹកចិត្តយើងចោះចាញ់យើងហត់ស្មើនឹងពាក្យមួយម៉ាត់ពុំឯងតែចាំថាមានន័យថាមាត់របស់អ្នកដតីគឺអាចកំណត់ចូលវាសនារបស់ពុំឯងបានហើយជឿជាក់លើរឿងមួយជឿជាក់ថាការលទ្ធផលគឺអត់ក្បត់ការខំប្រឹងទេមានតែការខំប្រឹងទេដែលក្បត់ទៅលើលទ្ធផលមនុស្សយើងឲ្យតែខំប្រឹងព្យាយាមតស៊ូអត់ធ្មត់ទោះបីជាជួបបញ្ហាក៏ដោយដាក់នៅលើតុហើយដោះស្រាយវាប្រឈមមុខជាមួយវាហើយជឿជាក់ថាលទ្ធផលវានឹងមកមិនយូរមិនឆាប់ទេលទ្ធផលវាអាស្រ័យអូខេបើយើងធ្វើរឿងទូចប្រកបណាលទ្ធផលវាមកយ៉ាងលឿនណាតែប្រហែលជាពុំអាចធ្វើរឿងមួយដែលធំធ្វើរឿងមួយដែលវាខុសប្លែកពីអ្នកដទៃលទ្ធផលក៏វាអាចនឹងថាយូរជាងអ្នកដទៃឬក៏យឺតជាងអ្នកដទៃប៉ុន្តែលទ្ធផលអាចនឹងល្អប្រសើរហើយត្រូវចាំថាឲ្យតែមានការខំប្រឹងលទ្ធផលគឺអត់ក្បត់យើងទេខ្លាចតែថាក្តីសម័យធំក្តីសម័យចង់បានរបស់មួយនេះចង់បានសិតតែឡានរបស់ល្អរបស់ទំនើបប៉ុន្តែការខំប្រឹងតិចតួចខំប្រឹងអត់ឲ្យពេញទំហឹងខំប្រឹងអត់ប្រើចេញពីកៅអៅបេះដូងដោយការស្រឡាញ់ទេអញ្ចឹងអានឹងគេហៅថាការខំប្រឹងជាការក្បត់លទ្ធផលវិញអញ្ចឹងជួបវាសនារបស់យើងគឺនឹងនៅលើមាត់អ្នកដទៃឯងព្រោះជាមនុស្សយើងជាទូទៅគួរតែយកការបង្វាក់មានការដែលគេចង់កាច់ប្រវាក់យើងពីពាក្យសម្ដីមួយចំនួនឆ្នៃវាចេញជាកតាលីកចំនួនទឹកចិត្តយើងជាទូទៅការរីកចម្រើនរបស់ឯងគឺការចេញពីការចងចាំទៅលើពាក្យសម្ដីអាក្រក់របស់គេដែលមើលងាយអូខេការមើលងាយរបស់អ្នកដទៃឯងគិតថាវាមិនជាអាក្រក់ឯងតែវាជាមេរៀនល្អមួយដែលអាចធ្វើឲ្យឯងមានធ្នាក់មួយជាធ្នាក់ដែលជំរុញលើកចិត្តមកឯងថាបើសិនជាចង់ឈ្នះម្នាក់ហ្នឹងបើសិនជាចង់ឈ្នះពាក្យសម្ដីមកម្នាក់ហ្នឹងធ្វើមួយគឺខំប្រឹងឧបឧបសគ្គធ្វើរឿងដែលឲ្យម្នាក់ហ្នឹងឃើញថាអូខេជោគវាសនានៅជុំចិត្តរិស័យវិញខ្ញុំគឺនៅលើមាត់ឯងអានេះវាជាសំខាន់ណាស់